បាទសួស្តីបងប្អូនទាំងអស់គ្នានេះគឺជាសកម្មភាពវីដេអូដែលខ្ញុំបាទនិងភរិយាបានធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃដើម្បីឧទ្ទិសកុសលជូនលោកឪពុកភោគមួនដែលគាត់បានចែកឋានតាំងពីឆ្នាំ1995ទីតាំងនៅខាងភូមិពោធិ៍ដោះឃុំបឹងនិមលស្រុកឈូកខេត្តកំពតហើយសកម្មភាពនេះផងដែរគឺខ្ញុំបានថតកាលពីជុំបិណ្ឌឆ្នាំ2025បាទខែ9តែអត់បានផុសទៅបានចាប់ដើមផុសឥឡូវនេះហើយនេះគឺជាការនឹករលឹកទៅដល់បុព្វការីជនហើយខ្ញុំបាននឹងភរិយាបាននាំគ្នាធ្វើចង្ហាន់យកទៅនិមន្តព្រះសង្ឃយើងបងប្អូនសាច់ញាតិរបស់លោកឪពុកភោគមួនដែលនៅទីតាំងខាងលើបានមកជួបជុំគ្នាស្គាល់គ្នារាប់អានគ្នាដើម្បីរំលឹកអនុស្សាវរីយ៍ផងក៏ដូចជាការរំលឹកនឹកគុណដល់លោកឪពុកផងព្រោះថាតាំងពីគាត់ចែកឋានទៅកូនចៅទាំងអស់មិនសូវបានមានពេលជួបជុំគ្នាទេដោយសារតែមានការរវល់កិច្ចការងាររៀងៗខ្លួនហើយកូនចៅទាំងអស់សុទ្ធតែនៅឆ្ងាយដូចជានៅសំឡូតខេត្តបាត់ដំបងនៅពងសោមនៅជុំគិរីនៅស្រុកជុំគិរីខេត្តកំពតនៅស្រុកទូកមាសខេត្តកំពតហើយនៅទីតាំងផ្សេងគ្នាជាច្រើនទៀតដែលមិនសូវមានពេលជួបជុំគ្នាឡើយដូច្នេះហើយខ្ញុំតែងតែដឹកនាំបងប្អូនញាតិសាលោហិតត្រូវជាកូនត្រូវជាក្មួយរបស់លោកឪពុកត្រូវជាចៅទួតរបស់លោកឪពុកនឹងបានយូរបានជួបជុំគ្នាម្ដងរាល់ពេលបុណ្យទានធំដូចជាបុណ្យភ្ជុំបិណ្ឌបុណ្យចូលឆ្នាំអីជាដើមអញ្ចឹងការនឹករលឹកដឹងគុណលោកឪពុកឬក៏អ្នកមានគុណនេះគឺធ្វើឲ្យយើងមានចិត្តជ្រះស្រឡះមិនមានកង្វល់មិនមានកំហុសឆ្គងចំពោះអ្នកដែលបានចែកឋានទៅហើយក៏យើងមិនភ្លេចដែរសម្រាប់អ្នកដែលនៅរស់រានមានជីវិតយើងក៏បានជួយផ្គត់ផ្គង់ឧបត្ថម្ភចំពោះពួកគាត់ផងដែរដូចជាម្ដាយរបស់ខ្ញុំបាទអញ្ចឹងខ្ញុំតែងតែឧបត្ថម្ភគ្រប់គ្រងរបស់ទៅដល់គាត់ហើយនឹងមើលថែចំពោះជីវភាពរស់នៅរបស់គាត់ផងដែរហើយនេះគឺជាធ្នូរបស់ពួកខ្ញុំគាត់ស្លាប់តាំងពីជាង30ឆ្នាំមុនមកម្លេះបាទចឹងហើយពួកខ្ញុំហើយបានដឹកនាំបងប្អូនកូនចៅដើម្បីទៅបាំងស្គលលទិសកុសលជូនពួកគាត់ហើយនេះគឺជាធ្នូរបស់លោកឪពុកពួកយើងបាននិមន្តព្រះសង្ឃទៅបាំងស្គលនៅទីតាំងធ្នូរបស់គាត់គឺថាខែវស្សាទេសភាពស្អាតណាបងប្អូន